បំពេញទាំងស្រុងតែម្ដងថៃលួចចម្លងប្លង់ប្រាសាទអង្គរវត្តធ្វើប្រាសាទនៅខេត្តបុរីរាំងប្រតិកម្មទៅនឹងថៃលួចចម្លងធ្វើប្រាសាទលោកជំទាវភឿងសក្កណាលើកឡើងថាការកសាងប្រាសាទស៊ីហាណាខុននៅក្នុងវត្តភូម៉ាន់ហ្វាមានទីតាំងនៅខេត្តបុរីរាំងប្រទេសថៃដោយចម្លងប្លង់ប្រាសាទអង្គរវត្តគឺជាការបំពានលើអត្តសញ្ញាណនិងព្រលឹងវប្បធម៌ជាតិខ្មែរនៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី40របស់គណៈកម្មាធិការ ICC អង្គរសម្បូរព្រៃគុកលោកជំទាវភឿងសក្កណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានលើកយកការកសាងប្រាសាទស៊ីហាណាខុននៅក្នុងវត្តភូមិម៉ាន់ហ្វាមានទីតាំងនៅខេត្តបុរីរាំងប្រទេសថៃដោយចម្លងប្លង់ប្រាសាទអង្គរវត្តគឺជាការបំពានទាំងស្រុងទៅនឹងកាតព្វកិច្ចក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាបេតិកភណ្ឌពិភពលោកឆ្នាំ1972បំពានទៅលើតម្លៃលេចធ្លោជាតិសកលនិងសភាពដើមនៃរមណីយដ្ឋានអង្គរនិងបំពានទៅលើអត្តសញ្ញាណនិងព្រលឹងជាតិវប្បធម៌ខ្មែរនិងជាកង្វះខាតផ្នែកសីលធម៌បេតិកភណ្ឌយ៉ាងធ្ងន់ធ្ងរ